គឺអ្នករស់នៅក្រុងប៉ោយប៉ែតកំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារតែការប្រើប្រាស់ទឹកកខ្វក់ដែលចេញពីក្រុមហ៊ុនទឹកស្អាតមិនដឹងថាក្រុមហ៊ុនទឹកស្អាតហ្នឹងនៅមានឈ្មោះនឹងក្រុមហ៊ុនទឹកស្អាតអាមិនកើតបើមើលទៅគាត់បើកអាក្បាលរ៉ូម៉ាណេគាត់ហ្នឹងគាត់យកអាធ្យូងផងយកដីខ្សាច់ផងយកស្បៃផងយកអីទៅទប់ហើយនិយាយពីខ្មៅកខ្វក់ហ្មងទឹកគេនោះមិនដឹងជាងូតដឹងជាប្រើប្រាស់យ៉ាងម៉េចទៅបើសិនជាទឹកស្អាតលោកអើយក៏វេទនាយ៉ាងនេះសម័យណាមិនដឹងឯងសម័យគេប្រើ AI អស់ហើយចុះបងប្អូនប៉ោយប៉ែតយើងក៏វេទនាយ៉ាងនេះលោកហើយលោកគេបិទព្រំដែនមកអស់អាលបររទទួលទានណាឥឡូវតែទឹកផឹកហ្នឹងក៏ផឹកតែមិនកើតទៀតវាក៏ក្រិចអញ្ចឹងសូមឲ្យអាជ្ញាធរមូលដ្ឋានឬក៏ក្រុមហ៊ុនទឹកស្អាតហ្នឹងមើលឲ្យមែនតែនជួយបងប្អូនយើងផងវាបានសះយើងទេកុំឲ្យគេមើងងាយគេនៅក្បែរយើងព្រំដែនថៃឆ្លងទៅដីថៃទឹកគេឲ្យឡើងស្អាតឆ្វេងឆ្វង់ទឹកឯងនេះគឺទៅក៏ក្រិចឲ្យឡើងខ្មៅវក់ដូចថាសឹងថាដូចខួរអណ្ដែងអញ្ចឹងណាបងប្អូនខ្ញុំឃើញខ្លោចចិត្តដែរឃើញ Facebook ហ្នឹងគាត់ផ្សាយរាល់ថ្ងៃដើម្បីឲ្យអាជ្ញាធរជួយប៉ុន្តែគាត់ថាអ្នកខ្លះជ្រុះសោះបោចមកជ្រុះទាំងដុំក្បាលតែកាន់មិនមែនបោចទេទាញមកជ្រុះទាំងដុំបាទហើយយើងយ៉ាប់ត្រឹមទឹកប្រើប្រាស់នេះគ្នាមានទឹកស្អាតហើយប្រើមិនបានចុះហ្មងតែហ៊ានយើងនៅទល់មុខជួលទល់ដែនមិនដឹងយ៉ាងម៉េចទេវេទនាយ៉ាងម៉េចហើយប្រហែលថ្ងៃហ្នឹងឃើញតែហ៊ានយើងអ្នកដែលយកស្បៀងឲ្យឡើងទៅឲ្យតាហ៊ានហ្នឹងគោយន្តហ្នឹងឆេះផងអាលុតផងម៉ូតូឡើងមិនរួចខូចផងហើយឲ្យកុំវេទនាយ៉ាងនេះបងប្អូនយើងទៅតស៊ូយ៉ាងម៉េចបើយើងវេទនាយ៉ាងនេះខ្ញុំពងតែឆ្ងល់រហូតតែឡានមួយមានអីគ្រក់ស្រួលបួលដឹកស្បៀងឡើងភ្នំហ្នឹងក៏អត់បានដែរចាំបាច់យកអាកត្រៃគោយន្តហ្នឹងក៏វេទនាសម្បាមឯរត់ហ្នឹងអត់មានលុយទេឬក៏បងប្អូនត្រូវតែធ្វើឲ្យវេទនាអញ្ចឹងដើម្បីបានជំនួយឬយ៉ាងម៉េចខ្ញុំអត់យល់ទល់ពធតែម្ដង